ជំរាបសួរបងប្អូនខ្ញុំកំពុងតែ log in account ថ្មីចូលទៅក្នុងម៉ាស៊ីនរបស់ខ្ញុំណានៅពេលដែលបងប្អូនទិញ account ពីគេមកបងប្អូនមាន backup file UID នេះជា profile របស់ account របស់យើងណាយកមក log in ជាមួយ program បងប្អូនអាចដាក់ file ហ្នឹងទៅហើយ email password ចូលទៅក្នុង tool ធម្មតានៅពេលដែល tool បើក account ហ្នឹងចេញមកគឺវាចេញ account ចូលទៅក្នុងនឹងតែម្ដងយើងមិនបាច់វាយ email password log in ទេហើយនៅពេលដែលទិញ account គេមកហ្មងខ្ញុំឲ្យវា active នៅលើ program មួយរយៈហើយខ្ញុំមកដូរ password ទេគឺខ្ញុំនឹងចាក់ 2FA មកតង់ពីលើទៀតព្រោះ program នៅពេលដែលយើងចាក់ 2FA វានឹងទៅដាក់ 2FA ថ្មីហើយលុប 2FA original ចោលហ្មងអញ្ចឹងបើសិនជាម្ចាស់គាត់ដែលគាត់លក់ account ឲ្យយើងគាត់ច្រឡំលក់ឲ្យគេដទៃទៀតក៏គេយកទៅ log អត់ចូលដែរគេ forget password គាត់ការដែលព្រោះវាជាប់ 2FA ថ្មីបើយើងដូរតែ password ទេគាត់ forget password ទៅបាននៅក្នុងករណីអ្នកលក់គាត់ច្រឡំព្រោះមានករណីធ្លាប់ច្រឡំគាត់លក់ account នឹងហើយដល់ពេលគាត់ភ្លេច remove ចេញពីនេះគាត់ទៅគាត់លក់ទៅមិនតាំងទេវាដោយគ្នាខ្លះអីចឹងទៅអញ្ចឹងយើងចាក់ 2FA គឺសុវត្ថិភាពជាងដូរ password អញ្ចឹង password ខ្ញុំទុកដដែលកុំឲ្យយើងដូរ 2FA ផងដូរ password ផងដូរអីផង check point account យើងកុំដូរច្រើនពេក